គ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការ review នៅពេលព្រឹកម្ដងពេលព្រឹកនៅពេលដែលយើងបាញ់ទឹកអញ្ចេះទៅបងប្អូនអើយមើលទៅឃើញធម្មជាតិបែបបៃតងស្អាតខ្លាំងតែម្ដងណានៅវិឡាតូល ONC បងប្អូននេះបងប្អូនពេលដែលយើងទិញផ្ទះសល់ដីធំចំហៀង6 7ម៉ែត្របែបនេះបងប្អូនងាយស្រួលក្នុងការនេះយើងដាំដើមឈើដាំដំណាំហូបផ្លែដាំអីអញ្ចឹងទៅហើយបងប្អូនណាបងប្អូនអាចកែច្នៃដីដែលនៅសល់ចំហៀងនេះទៅជាអាងហែលទឹកកញ្ចុះកន្លែងអង្គុយលេងឬក៏បងប្អូនធ្វើជាសួនសម្រាប់ហាត់ប្រាណពេលល្ងាចអីក៏បានដែរហើយបើសិនជាបងប្អូនអត់ដឹងថាកែបែបមិនស្អាតបងប្អូនអាចយកគំរូទៅតាមផ្ទះគំរូនេះក៏បាននេះមានកញ្ចុះអង្គុយលេងមានតងយល់អីអញ្ចឹងទៅណាបងប្អូនហើយបងប្អូនអើយអត្ថប្រយោជន៍ផ្ទះដែលសល់ដីធំហ្នឹងណាបងប្អូនអាចកែច្នៃបានច្រើនខ្លាំងមែនតើមិនថាបងប្អូនដាំជាដំណាំហូបផ្លែឬក៏បងប្អូនចង់ធ្វើជាកន្លែងដាក់ឡានឬក៏បងប្អូនចង់កែច្នៃទៅជាកញ្ចុះទូចមួយទៀតសម្រាប់យើងធ្វើការអីគឺងាយស្រួលខ្លាំងមែនតើបងប្អូនណាហើយសម្រាប់បងប្អូនដែលមើលវិឡាតូសល់ដីធំបែបនេះគឺមាននៅវិឡាតូ ONC ហើយទីតាំងវិញគឺនៅក្នុងក្រុងភ្នំពេញនៅខាងលិចវត្តភ្នាទេបងប្អូនហេអាខាងក្រោយដែលសល់ដីធំនេះបងប្អូនអាចដាំដំណាំហូបផ្លែឬក៏ជាប្រភេទស្លឹកគ្រៃម្ដេងអីក៏បានដែរហើយសម្រាប់ចំហៀងខាងនេះក៏សល់ដែរហើយបងប្អូនណាគេ design មកគឺមានទ្វារនៅចំហៀងមួយទៀតស្អាតទេបងប្អូនម៉ូដហ្នឹងគឺស្អាតខ្លាំងណាស់បងប្អូនណាហើយនេះខាងក្រោយនេះគឺចក្រានបាយបងប្អូនណាចក្រានបាយហ្នឹងគឺគេថែមចក្រានបាយឲ្យលើក្រោមអញ្ចឹងហ្មងណាបងប្អូនស្អាតទេហើយសំខាន់គឺគេមាន free ជាមួយនឹងម៉ាស៊ីនមើលផ្សែងទៀតហើយកន្លែងតុកបាយវិញគឺថាធំទលាយស្អាតស្រស់ស្រាយគួរឲ្យចង់រស់នៅខ្លាំងមែនតើបងប្អូនអើយមើលទៅវាស្អាតពេញភ្នែកខ្លាំងមែនតើហ្មងណាហើយសម្រាប់នេះគឺបន្ទប់ទទួលភ្ញៀវបងប្អូនបន្ទប់ទទួលភ្ញៀវគឺទទួលបានរហូតដល់4ដល់10នាក់អីអញ្ចឹងទៅបងប្អូនហើយសំខាន់មែនតើនោះគឺបន្ទប់គេងសម្រាប់ម៉ាក់ប៉ាចាស់គឺនៅខាងក្រោមផ្ទាល់តែម្ដងខាងក្រោមក៏យើងមានបន្ទប់ទឹកមួយដែរនេះបន្ទប់គេងសម្រាប់ម៉ាក់ប៉ាចាស់ស្អាតធំទលាយហើយមានប្អួយមានពលឺចេញចូលគ្រប់គ្រាន់ហើយមានចម្រឹងដៃទៀតបងប្អូនណាស្អាតខ្លាំងមែនតើហ្មងណាបងប្អូនតោះឥឡូវនេះខ្ញុំធ្វើការជូនបងប្អូនទៅមើលខាងលើម្ដងហ្មងណាខាងលើមាន3បន្ទប់គេងហើយក៏3បន្ទប់ទឹកផងដែរបងប្អូនសម្រាប់បន្ទប់គេងនៅខាងលើវិញគឺថាធំទលាយស្រស់ស្អាតហើយបងប្អូនតាមដានវីដេអូរបស់ខ្ញុំឲ្យដល់ចប់ទៅបើដឹងថាស្រស់ស្អាតប៉ុណ្ណាអញ្ចឹងណាតោះតែមើលមួយខ្ញុំសម្រាប់បន្ទប់គេងនៅខាងលើនេះគឺបន្ទប់គេងគេហៅបន្ទប់គេងកូនប្រុសណាបងប្អូននេះបន្ទប់គេងកូនប្រុសគឺស្អាតអញ្ចេះបែប classic ហើយម៉ាស៊ីនត្រជាក់អីគឺនៅខាងលើគឺគេ free ឲ្យអញ្ចឹងហ្មងណាប៉ុន្តែខាងក្រោមគឺយកមានម៉ាស៊ីនត្រជាក់ free ឲ្យបងទេបាទហើយបងឃើញទេភ្លឺស្អាតគួរចង់រស់នៅហើយមានបន្ទប់គេងមួយស្រាប់ហើយមានបន្ទប់ទឹកមួយនៅក្នុងនឹងស្រាប់ដូចគ្នាដែរអញ្ចឹងមកមើលបន្ទប់សម្រាប់កូនកំមុំម្ដងបងប្អូនណាបន្ទប់កូនកំមុំគឺពណ៌បែបភីងថ្លាភ្លឺអូយស្អាតគួរចង់រស់នៅបងប្អូនអើយនេះគេមានបន្ទប់ទឹកនៅក្នុងនឹងស្រាប់ដូចគ្នាដែរយើងស្រួលធ្វើការរៀនសូត្រអីអញ្ចឹងណាហើយនេះបងប្អូនបន្ទប់មេគ្រួសារបន្ទប់មេគ្រួសារនេះគឺស្អាតធំជាងគេបងប្អូនហើយនេះគេដេកកន្លែងនេះហើយនឹងកន្លែងផ្លាស់ប្ដូរសម្លៀកបំពាក់នេះគេខណ្ឌដាច់ចែកដោយឡែកពីគ្នាអញ្ចឹងណាបងប្អូននេះស្អាតមែនតើតែម្ដងអ្វីដែលសំខាន់ហ្នឹងគឺមានវេរ៉ង់ដាមួយទៀតបងប្អូនណានេះចាំមើលនេះវេរ៉ង់ដាបងប្អូនបាទអញ្ចឹងបងប្អូនដែលចង់បានវិឡាតូលដូចនៅវិឡាតូល ONC នេះដែលសល់ដីចំហៀង6 7ម៉ែត្រអញ្ចឹងណាបងប្អូនអាចចូលរួមមុនចាប់ពី 5% ឡើងទៅបងប្អូនអាចខ្លាយទៅជាម្ចាស់ផ្ទះនៅក្នុងវិឡាតូល ONC ហើយបងប្អូនសម្រាប់ទីតាំងនៅខាងលិចវត្តភ្នាតបងប្អូនណាហើយសម្រាប់តម្លៃវិញត្រឹមតែ6 ដល់ 10 ម៉ឺនជាងឯងបងប្អូនអរគុណបងប្អូន